ជំរាបសួរបងប្អូននេះសម្រាប់នារី RSK នាំបងប្អូនមកមើលការធ្វើក្រចកគឺជាដំបូងយើងត្រូវឲ្យគាត់ត្រាំដាក់ទឹកឲ្យគាត់ត្រាំកាត់ដៃនេះដាក់ទឹកឲ្យគាត់ត្រាំដៃអញ្ចឹងណាបងប្អូនត្រាំវាដើម្បីឲ្យសាច់យើងហ្នឹងវាមានជាតិសំណើមធ្វើឲ្យទន់ងាយស្រួលនឹងកាត់សាច់បន្ទាប់មកយើងចាប់ផ្ដើមយកកន្ត្រៃកាត់កញ្ចក់របស់យើងគឺកាត់កញ្ចក់ដៃហ្នឹងសងខាងទៅមិនសេរីទៅតាមអ្វីដែលគាត់ចង់បានអញ្ចឹងណាបងប្អូនកញ្ចក់ជ្រុងកញ្ចក់ស្រួចឬក៏មូលអីអញ្ចឹងយើងកាត់ទៅតាមទម្រង់ដែលគាត់ចង់បានអញ្ចឹងទៅបងប្អូនបន្ទាប់ពីកាត់កញ្ចក់រួចហើយយើងចាប់ផ្ដើមយកកន្ត្រៃកាត់សាច់ដើម្បីកាត់សេរីសាច់ដែលនៅជុំវិញម្រាមដៃគាត់ហ្នឹងចុងម្រាមដៃហ្នឹងដើម្បីកាត់សាច់ណាដែលមានលក្ខណៈថារឹងឬរិចអីអញ្ចឹងយើងកាត់រំលេងវាដើម្បីឲ្យឃើញម្រាមដៃចេញរាងស្អាតហើយកាត់សាច់ដែលរឹងដែលក្រិនហ្នឹងចោលទៅបងប្អូនហើយយើងហ្នឹងឲ្យសេរីទៅតាមហ្នឹងហើយកាត់សាច់ហ្នឹងគឺយើងកាត់លក្ខណៈតិចបាច់តិចបងប្អូនបើយើងកាត់ច្រើនពេកធ្វើឲ្យសាច់ហ្នឹងដៃហ្នឹងគឺអត់ស្អាតទេវាចេញវាសាច់វាដាច់ដុំអញ្ចឹងណាអញ្ចឹងបើការកាត់កញ្ចក់ហ្នឹងយើងត្រូវការកាត់បាច់សាច់តិចអញ្ចឹងធ្វើឲ្យសាច់ការកាត់ហ្នឹងវាមានភាពថារលោងតន់ស្អាតវាអត់មានចេញជារាងកដេបកដប់ឬក៏ខោងសាច់កាត់សាច់ជ្រៅពេកអញ្ចឹងធ្វើឲ្យអត់ស្អាតដៃហើយអាចឲ្យវាមានអារម្មណ៍ថាឈឺម្រាមដៃភ្ញៀវអញ្ចឹងណាបងប្អូនការកាត់កញ្ចក់នេះគឺយើងត្រូវការកាត់ដោយប្រើការកាត់របស់យើងដៃគឺដៃស្រាលបងប្អូនយើងអត់ត្រូវការកាត់សកត់ដៃធ្ងន់ខ្លាំងពេកទេគឺយើងកាត់ដោយដៃថ្នមដៃហើយកាត់សាច់តិចបាច់តិចអញ្ចឹងណាបងប្អូនមិនកាត់ដៃធ្ងន់ពេកទេព្រោះបើយើងកាត់ដៃឯងធ្ងន់កាត់សាច់រៀងខ្លាំងច្រើនធ្វើឲ្យឈឺហើយសគាចុងដៃភ្ញៀវហើយវាអាចនឹងចេញឈាមអីអញ្ចឹងណាបងប្អូនអញ្ចឹងបើសិនយើងកាត់តិចអញ្ចឹងគឺអត់ឈឺទេដៃដូចយើងម៉ាស្សាម្រាមដៃដែរអញ្ចឹងណាហើយក៏អត់មានកាត់ហើយធ្វើឲ្យឈឺដៃចេញឈាមមិនដែរតែបើយើងកាត់សាច់រៀងច្រើនរៀងខ្លាំងដៃរៀងធ្ងន់គឺធ្វើឲ្យភ្ញៀវឈឺដៃហើយម្រាមដៃប្អូនស្រីស្អាតដៃគាត់ឡើងសាឡូនកញ្ចក់គាត់ក៏រឹងវែងល្អដែរកញ្ចក់គាត់ស្អាតហើយអ្នកនេះហ្នឹងក៏ស្អាតដែរភ្ញៀវហ្នឹងមើលមុខគាត់ស្អាតមានមិនស្នេហ៍បងអូនស្រីហើយសម្ដីក៏ល្អដែរសម្ដីពីរោះយើងមនុស្សគាត់គួរចង់រាប់អានបងអូនស្រីការកាត់កញ្ចក់ហ្នឹងគឺប្រើរយៈពេលយូរបងប្អូនអត់ដូចការងារអីផ្សេងទេព្រោះយើងអត់អាចកាត់បញ្ញាប់បានហើយប្រើលឿនខ្លាំងពេកបានទេបងប្អូនកាត់ហើយយើងត្រូវមើលទៀតថាតើសាច់ហ្នឹងស្អាតឬនៅអស់ឬនៅបាត់អាក្រិននឹងឬនៅយើងត្រូវកាត់ហើយយើងត្រូវស្ទាបមើលដែរអញ្ចឹងណាបងប្អូនយើងធ្វើអញ្ចឹងគឺកាត់ហើយធ្វើឲ្យម្រាមដៃគាត់មើលទៅគឺស្អាតរលោងស្អាតអញ្ចឹងឲ្យកាត់ដោយយកចិត្តទុកដាក់បើសិនយើងកាត់ហែងភ្លេចខ្លួនអីដៃហែងធ្ងន់តិចធ្វើឲ្យឈាមដៃភ្ញៀវឯងបងប្អូនអើយ
ម្រាមដៃភាគច្រើនម្រាមដៃអ្នកធ្វើការបើអ្នកធ្វើការវិញគឺម្រាមដៃរឹងហើយក្រិនតែបើអ្នកធ្វើការរបៀបពីការងារស្រួលដៃទន់ដៃគាត់អត់សូវក្រិនទេតែបើដូចដៃជាងអីមិននិយាយទេបងប្អូនអើយការងារច្រើនណាស់ជាងសាឡនមែនប៉ុន្តែការងារគ្រប់មុខនេះគាត់ចាប់ផ្ដើមរើសពណ៌ឲ្យបងស្រីគាត់លាបពណ៌បែបស្រាលនេះគាត់អត់ស្រឡាញ់ពណ៌ខ្លាំងពេកទេគាត់ថាតែគាត់លាបកញ្ចក់ឲ្យគាត់លែងធ្វើអីហើយក៏អាវក៏លែងបោកបាយក៏លែងដាំញ៉ាំដែរពេលនេះចានក៏លែងលាងហើយគាត់ឲ្យមើលពណ៌ដែលគាត់ចង់បានអញ្ចឹងណាមុននឹងយើងលាបគឺយើងត្រូវការរូបកញ្ចក់ហើយយើងត្រូវជូតរំលេងវាឲ្យស្អាតបានយើងចាប់ផ្ដើមលាបកញ្ចក់បានបងប្អូនប៉ុន្តែនេះខ្ញុំអត់បានដាក់នៅវីដេអូខ្ញុំបានកាត់ចេញណាកន្លែងហ្នឹងអស់ហើយអត់បានដល់ពេលយើងជូតស្អាតអញ្ចឹងបានយើងចាប់ផ្ដើមលាបនេះគឺការលាបរបស់យើងហើយគឺការលាបហ្នឹងគឺយើងចាប់ផ្ដើមអូសទឹកថ្នាំដោយស្រាលអូសឲ្យលឿនបងប្អូនដើម្បីឲ្យការលាបហ្នឹងវារលោងហើយស្អាតអញ្ចឹងវាអត់កកបើយើងអូសថ្នមពេកហើយយឺតពេកវាធ្វើឲ្យកញ្ចក់ហ្នឹងថ្នាំកញ្ចក់ហ្នឹងវាអាចនឹងងាយឆាប់ស្ងួតអញ្ចឹងវាធ្វើឲ្យការលាបអត់ស្អាតទេអញ្ចឹងយើងលាបដាក់ជ្រលក់ជក់ទៅហើយយើងស្កត់វានេះក្លុកហ្នឹងដើម្បីឲ្យទឹកថ្នាំហ្នឹងវាធ្លាក់មកខាងមុខហើយយើងជូតយើងយកមកលាបលើកញ្ចក់ទៅវាលាបទៅធ្វើឲ្យការលាបរបស់យើងងាយស្រួលហើយស្អាតព្រោះទឹកថ្នាំវាធ្លាក់មកខាងចុងនៃជក់លាបកញ្ចក់ហ្នឹងណាបងប្អូនហ្នឹងហើយអញ្ចឹងបានគេមុនលាបគេគៀក្លុកវាឲ្យធ្លាក់មកនៅខាងចុងអញ្ចឹងណាបងប្អូនបងប្អូនត្រូវការធ្វើកញ្ចក់អាចជើញមកសម្រាប់នារី SK បានបងប្អូនតម្លៃសមរម្យពិសេសការធ្វើសេវាកម្មក៏អាចទទួលយកបានដែរបងប្អូនតម្លៃសមរម្យអរគុណច្រើនសម្រាប់ការចូលមើលវីដេអូរបស់សម្រាប់នារី SK បងប្អូនអាចជួយចុច Subscribe នៅលើវីដេអូរបស់ខ្ញុំដើម្បីឲ្យខ្ញុំធ្វើវីដេអូបន្តទៀតបងប្អូនអាចមើលឃើញអរគុណច្រើនជំរាបលាសុខសប្បាយសំណាងល្អទាំងអស់គ្នា